កន្លែងលក់នំមកកន្លែងនេះគឺខ្ញុំទៅកពតមួយសាណាក៏ដោយក៏ដើមឡងដែរតម្លៃក៏សមរម្យសំខាន់គឺរសជាតិវិញឆ្ងាញ់គ្រប់មុខមកមានតាំងពីនំបាណាហ្វីផងមានតាំងពីទីរ៉ាមីស៊ូផងនិយាយទៅគឺមើលតំណងហើយរសជាតិក៏ឆ្ងាញ់ដែរខ្ញុំហ៊ាននិយាយថាអ្នកដែលគាត់ទៅកពតភាគច្រើនហ្មងគឺអត់ដើមឡងកន្លែងគាត់នឹងទេមានតាំងពីភ្ញៀវខ្មែរមានតាំងពីភ្ញៀវបរទេសដែរអញ្ចឹងទីតាំងក៏ងាយស្រួលរកហើយកន្លែងគាត់នឹងគឺឈ្មោះកំពតផាយហ្នឹងឯងនៅជិតនឹង Starbucks កពតហ្នឹងហ្មងជីម្ដងនឹងឃើញកន្លែងគាត់ហ្នឹងឯងគឺនៅនឹងកែងហ្នឹងអញ្ចឹងហើយនៅខាងគាត់ហ្នឹងគឺមាននំច្រើនប្រភេទមែនតើហ្មងចង់ញ៉ាំពេលថ្ងៃក៏បានឬមកក៏ពេលល្ងាចក៏បានដែរបើមិនអញ្ចឹងទេគឺទិញយកទុកញ៉ាំផឹកឡើងក៏បានដែរសម្រាប់ខ្ញុំហ្មងគឺខ្ញុំចូលចិត្តជាងគេគឺនំបាណាហ្វីមួយនេះសម្រាប់ខ្ញុំហ្មងគឺញ៉ាំច្រើនដងប៉ុណ្ណាក៏ដោយក៏អត់តលន់ដែរនំមួយហ្នឹងហើយបើមួយនេះវិញគឺជាអេកថាតម្លៃ2រៀលជាងមួយហ្នឹងគឺឡើងប៉ុណ្ណានៃហ្មងមើលមកឡើងតំណងហ្មងប៉ុន្តែបើរសជាតិវិញសម្រាប់ខ្ញុំគាត់ថាហេងគួរសមដែរព្រោះអីនំអេកថានេះគឺសើបអែមទេខ្ញុំទិញពេលយប់ញ៉ាំនៅកន្លែងគាត់ហ្នឹងបន្ទាប់ពីទិញហើយញ៉ាំសអញ្ចឹងក៏ទុកញ៉ាំផឹកឡើងតទៀតណាមួយកន្លែងគេដែលនៅកពតខ្ញុំគេហ្នឹងបើគេមានទូទឹកកកដែរអញ្ចឹងបើញ៉ាំគឺកុំភ្លេចអសោះហ្មងធីរ៉ាមេស៊ូនៅខាងគាត់ហ្នឹងក៏ឆ្ងាញ់ដែរបើតម្លៃវិញដូចជាធីរ៉ាមេស៊ូហ្នឹង10000ជាងហើយបើនំបាណាហ្វីនេះវិញក៏តម្លៃ10000ជាងដែរសរុបមកបើបងប្អូនទៅកពតចង់រកនំឆ្ងាញ់គឺអាចរកបាននៅកន្លែងគាត់ហ្នឹង